ពើនឹងគេហៅថាស្នេហ៍ស្នងសំណងបាត់បាទសួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍ស្ដាប់កម្មវិធីខ្ញុំបាទហើយថ្ងៃនេះខ្ញុំមានរឿងតាក់ទងជាមួយនឹងបងប្រុសម្នាក់ដែលគាត់ចែកម្លែករឿងបាទអញនិយាយថាក្រៀមក្រំហើយក៏មានបញ្ហាជីវិតពាក់ព័ន្ធជាមួយនឹងអំពើស្នេហ៍ណាដែលបងប្អូនមិនប្រកាសថាវាអាចនឹងកាត់ឡើងលើបងប្អូនហើយបងប្អូនស្ដាប់ហើយក៏អាចចាប់ទុកថាជាមេរៀនមួយហើយក៏អាចបង្ការនៅក្នុងជីវិតយើងណាកុំឲ្យវាជួបរឿងដល់ថ្នាក់ហ្នឹងបងតោះឥឡូវយើងជួបស្ដាប់ទាំងអស់គ្នាបងប្រុសគឺគាត់មានគ្រួសាររួចហើយគាត់មានកូនប្រុសកូនស្រីហើយគាត់អាចនិយាយថាជាមនុស្សដែលរស់ស៊ីធូធាណាគាត់បើកលក់កហាំងកាហ្វេទៅហើយប្រពន្ធគាត់ហ្នឹងលក់អវ៉ាន់ចាប់ហួយមួយកន្លែងទៀតទៅអញ្ចឹងធ្វើឲ្យការរីកចម្រើនរបស់គាត់ហ្នឹងគាត់មកក្រោយគេទេបាទគាត់អ្នកចំណូលភូមិណាអញ្ចឹងគាត់ចំណាក់មកពីស្រុកកំណើតមករស់ស៊ីខាងគេអញ្ចឹងយើងមកក្រោយតែយើងរស់ស៊ីអាចនិយាយថាកើនជាងគេបាទខ្លាចជាអ្នកមានអញ្ចឹងអ្នកចិត្តខាងគឺគេអត់ពេញចិត្តមែនទែនបាទទីមួយគឺអាស្រ័យលើយើងដឹងហើយថាកាលណាយើងលក់កាហ្វេលក់អវ៉ាន់ចាប់ហួយនេះអញ្ចឹងវាមានភ្ញៀវរៀងឡូឡាសំលេងរំខានហើយអញ្ចឹងអាហ្នឹងក៏ជាកត្តាមួយដែលធ្វើឲ្យអ្នកជិតខាងហ្នឹងក៏អន់សពូនចិត្តដែរបូកផ្សំនឹងកាលណាដែលយើងមានទឹកលុយច្រើនហើយគេក៏ចំណែនដែរអាហ្នឹងធ្វើឲ្យគេកាត់ចិត្តមួយបាទចង់ធ្វើអំពើដាក់គាត់មិនចង់ធ្វើគឺធ្វើតែមកហើយតែគាត់មិនដែលប្រឡូកនៅភូមិភាគឦសានគាត់អ្នកខាងនីដីអញ្ចឹងធ្វើឲ្យគាត់នេះអត់សូវដឹងថាខាងហ្នឹងគេមិនទេព្រោះគាត់អាចនិយាយថាគាត់បាត់ប្រសោតក្មេងខ្ចីណាអញ្ចឹងគ្រួសារគាត់ចាប់ផ្ដើមមានរឿងអ្វីដែលថាប្លែកចាប់ផ្ដើមចូលក្នុងជីវិតសង្កថាជីវិតមួយដែលថាស្រស់បំព្រងប្រែคล้ายទៅជាក្រៀមក្រំម្ដងបន្តិចបងប្អូនគិតមើលថាតើវាទៅជាសភាពយ៉ាងណាប្រពន្ធគាត់គឺជាមនុស្សឧស្សាហ៍ព្យាយាមបាទគាត់ស្មារតីគាត់នឹងការចងចាំគាត់អាចនិយាយថាគាត់ឆ្វៀងវៃមែនទែនតែមករយៈក្រោយនេះគឺប្រពន្ធគាត់តែងតែមានអារម្មណ៍ភាំងភ្លឹកមិនសូវដូចមុនបាទពិសេសគឺនៅពេលដែលខ្យល់បក់មកភើយឬក៏ខ្យល់បក់មកលហើយគឺប្រពន្ធគាត់ឈរមួយកន្លែងឬក៏អាចថាភាំងនៅស្ងៀមមួយកន្លែងវាមិនប្រក្រតីតែដោយសារគាត់រវល់លក់ដូរណាអញ្ចឹងក៏អត់សូវមានចិត្តសង្ស័យប្រហែលដែរគិតថាគីឡូប្រពន្ធគាត់ហ្នឹងរៀងភាំងបន្តិចទៅអាចជាធម្មតាទៅតែអាការៈហ្នឹងវាកាន់តែប្លែកទៅវាកាន់តែញឹកញាប់ទៅណាបងប្អូនអញ្ចឹងនៅថ្ងៃមួយសូមបញ្ជាក់បងប្អូនថាពេលល្ងាចគឺគាត់ធ្វើជាមេតុងទីនទៀតបាទអញ្ចឹងគាត់ដើរប្រមូលតុងទីនណាបាទក្បាលកូនណាប្រមូលអញ្ចឹងនៅថ្ងៃហ្នឹងគឺលុយដែលគាត់កាន់ហ្នឹងគឺ$2000ចំនួនដែលគាត់កាន់ក្នុងកាបូបរបស់គាត់តែគាត់ជិះហើយគាត់មកដល់ផ្ទះអត់ដឹងមិនទេថ្ងៃហ្នឹងគឺពេលល្ងាចវាមិនអាចថាពេលល្ងាចចូលម៉ោង1 ម៉ោង2ក៏អាចថាចូលបាក់ល្ងាចដែរគឺខ្យល់បក់មកវូបាទខ្យល់បក់មកពីទិសខាងលិចគាត់ធ្វើដំណើរទៅតាមជិះម៉ូតូហ្នឹងធ្វើចាក់ទៅខាងលិចមករហូតដល់កន្លែងផ្សារមួយកន្លែងបាទកន្លែងដែលគេលក់ដូរគាត់ទុកមកជោម៉ូតូហ្នឹងទុកចោលហើយគាត់ឡើងឡានជិះទៅភ្នំពេញបាទព្រោះខ្យល់ដែលសម្ដៅបក់មកគឺមកទិសខាងលិចសំទោសបងប្អូនខាងលិចអញ្ចឹងគាត់ធ្វើតាមទិសខ្យល់ហ្នឹងជិះទៅអញ្ចឹងគេសួរគាត់ក៏គាត់ដឹងថាគាត់ឆ្លើយទៅណាដែរគាត់ថាចេះជិះទៅរហូតទៅដល់ភ្នំពេញបាទ
ទៅដល់ភ្នំពេញគាត់វងវែងវងវាន់អត់ដឹងថាលុយកាក់ណាទៀតចំនួនដល់2000បាទម៉ូតូក៏ចោលលុយក៏បាត់មិនដឹងថាតាណាទៀតតែស្មារតីពេលហ្នឹងគាត់មិនមែនជាមនុស្សធម្មតាទេឡើងខ្លះជាមនុស្សធម្មតាហើយគាត់បាត់បង់ស្មារតីហើយបាទគាត់ដើរធ្វើដំណើរអាចនិយាយថាយើងនិយាយថាដូចនេះឈួតហ្មងទៅបាទដើរដូចនេះឈួតចឹងរហូតសភាពខោអាវគាត់យើងដឹងហើយចូលពី3ថ្ងៃគឺសភាពខោអាវគាត់គឺអត់ស្អាតបាត់ទេប្រឡូកប្រឡាក់ហើយសក់គាត់ក៏ញ៉ៃញ៉ៃដែរអញ្ចឹងគាត់ធ្វើដំណើរវងវែងវង្វាន់គ្មានទិសដៅបាទមានតាម្នាក់យើងដឹងថាភាគច្រើនចាស់គាត់គាត់ដឹងហើយគាត់ឃើញងាកមកផ្លែតណាគាត់ដឹងថាក្មួយស្រីហ្នឹងគឺមានបញ្ហាអ្នកធ្វើអំពើដែរអញ្ចឹងគាត់ក៏ចាប់បង្ខាំងបងស្រីហ្នឹងយកទៅនៅផ្ទះបាទឲ្យដាំបាយទឹកហូបទឹកទៅបាទចាំមើលគីឡូមានសាច់ញាតិបងប្អូនគ្រួសារមកយកចោះតែយើងបំបាក់សាច់រឿងមកបងប្រុសវិញបងប្រុសហេតុតែបាត់ភរិយាយូរពេកតាំងពីអាចនិយាយថាក្បាលល្ងាចរហូតដល់រៀងយប់ហើយវាអាចចូលមក7ហើយអញ្ចឹងគាត់មានការចិត្តសង្ស័យមែនទែនអត់ដែរយូរដល់ថ្នាក់ហ្នឹងទេអញ្ចឹងគាត់នាំក្មួយឬក៏ប្អូនថ្លៃហ្នឹងទៅរកតែក៏ជិះរកយ៉ាងមិនក្តីរត់ឃើញទេតែមានអ្នកគេឲ្យតម្រុយថាគាត់បានជិះម៉ូតូទៅទិសខាងលិចអញ្ចឹងគាត់ជិះទៅរហូតទៅដល់ផ្សារមួយកន្លែងគាត់សួរទៅគាត់ទុកម៉ូតូចោលហើយគាត់ឡើងឡានចោលហើយម្ចាស់កន្លែងប្រាប់ថាខ្ញុំអត់ដឹងថាម៉ូតូពីណាទេតែគាត់មកដល់គាត់ទុកម៉ូតូចោលហើយខ្ញុំក៏មើលទៅបាទចាំមើលម្ចាស់មកយកទៅតែរហូតដល់យប់អត់ឃើញបាទឥឡូវតែឃើញបងប្រុសមកយកហើយនិយាយតាមតងទៅគាត់ក៏ឡើងឡានរហូតទៅដល់ភ្នំពេញអញ្ចឹងគាត់សុំលេខតំណតំណងនឹងម្ចាស់ឡានហ្នឹងអញ្ចឹងដឹងទិសដៅថាទៅភ្នំពេញអូខេគាត់ទៅប្រាប់ខាងម្ដាយក្មេងគាត់ណាតែជាប្រពន្ធខាងម្ដាយខាងបងស្រីគាត់ជំនឿខាងចាស់ណាគាត់ក៏ឲ្យរកគ្រូមើលគ្រូបោះបៀហើយគ្រូបោះបៀក៏បោះទៅដឹងថាអូចាក់ទៅទិសខាងលិចទៅហើយទៅភ្នំពេញទៅហើយក្មួយឯងដើររកចោះគង់តែឃើញទេដើរតាណាក៏បានឲ្យតែដើររកគង់តែឃើញទេអញ្ចឹងគាត់ក៏រៀបចំខោអាវបាទទុកកូនឲ្យម្ដាយក្មេងមើលទៅហើយនឹងបងថ្លៃមើលទៅគាត់ធ្វើដំណើរទៅភ្នំពេញតែម្នាក់ឯងគាត់ទៅដល់គាត់អាចនិយាយថាគាត់អត់មានសាច់ញាតិបងប្អូននៅភ្នំពេញទេគាត់ទៅរកតែឯងអញ្ចឹងគាត់ទៅទស្សនៈមួយកន្លែងគាត់រៀបចំវ៉ាលីឬក៏ខោអាវហឺអស់ណាអញ្ចឹងគាត់ចេះតែជួលកង់3បាទសម័យហ្នឹងសបោអ្នកខាងកង់3ណាបងប្អូនជិះស្វែដើររនិយាយទៅរសង្ឃថាជុំវិញព្រំពេញគាត់ដើររមែនតើហ្មងនៅថ្ងៃមួយគាត់រកអស់កម្លាំងពេកអញ្ចឹងគាត់មកមុនកំណត់ចុះរដងគាត់អាចនិយាយថាតោះយប់ក៏គាត់នៅតែរកដែរបាទតែថ្ងៃនេះគាត់អស់កម្លាំងពេកគាត់មកសម្រាកទៅបាទហេតុតែគាត់មករដងមកយប់ហ្នឹងគឺអត់ជួបប្រពន្ធគាត់ទេហេតុអីម្ចាស់ទស្សនៈហ្នឹងគឺជាតាម្នាក់ដែលគាត់រារាំងប្រពន្ធគាត់ហ្នឹងឲ្យនៅស្នាក់នៅបាទអញ្ចឹងថ្ងៃហ្នឹងដោយសារគាត់មកថ្ងៃហ្នឹងទៅគាត់ដើរនៅផ្លូវដែលអាចនិយាយថាយើងដើរផ្លូវទៅវាមានឆ្វេងខាងឆ្វេងឡើងទៅទស្សនៈខាងស្ដាំគឺម្ចាស់ផ្ទះគេកំពុងតែរៀបចំបោកអាវដាំស្លធ្វើម្ហូបអញ្ចឹងទៅតែពេលគាត់ធ្វើដំណើរមកគាត់ឃើញប្រពន្ធគាត់កំពុងតែបោកអាវគាត់សប្បាយចិត្តមែនតើហ្មងបាទគាត់ស្ទុះបាទទៅអោបប្រពន្ធគាត់តែដោយសារម្ចាស់ផ្ទះនិងលោកតាគាត់មានចិត្តសង្ស័យបាទព្រោះគាត់អត់ដឹងអត្តសញ្ញាណបងប្រុសណាត្រូវជាអ្វីនឹងគ្នាអញ្ចឹងក៏សួរនេះដោទៅគាត់ក៏មានផោះតាំងសម្អាងណាថ្ងៃរៀបការរូបថតរៀបការនិងឈ្មោះបាទហើយនឹងកូនអញ្ចឹងគាត់ឃើញលោកតាគាត់ទៅទទួលស្គាល់មែនបាទ
គាត់ក៏និយាយដំណើរនិយាយទៅនិយាយដំណើរដើមតងប្រាប់ពីដំបូងទៅគាត់ដឹងថាក្មួយស្រីគឺមានបញ្ហាគេធ្វើដាក់ហើយបាទដើរនឹងមិនមែនឈួតដោយវិធីអីផ្សេងអីទេបាទអញ្ចឹងគាត់ក៏យកមកមើលថែទៅសង្ឃឹមថានឹងមានគ្រួសារមកតាមរកចោះឥឡូវក្មួយប្រុសឯងមកយកហើយអូខេមកយកក្មួយស្រីទៅចោះហ្នឹងហើយអញ្ចឹងក៏គាត់សប្បាយចិត្តមែនទែនបាទហើយសភាពប្រពន្ធគាត់គឺអត់ស្គាល់គាត់ទេអត់ស្គាល់ប្តីប្រពន្ធរស់នៅជាមួយគ្នាច្រើនឆ្នាំរហូតដល់មានកូន2ណាអត់ស្គាល់ទេថាប្តីជានរណាអញ្ចឹងគាត់យកប្រពន្ធគាត់រហូតមកដល់ផ្ទះវិញណាដល់គេហដ្ឋានវិញគាត់ក៏រកគ្រូដោះអំពើទៅហើយអាចនិយាយថាបងប្អូនប្រកាសជាឆ្ងល់ថាតើអំពើនឹងធ្វើអ្វីបានវង្វេងវង្វាន់បាទខ្ញុំសូមបញ្ជាក់ថាអំពើនឹងគេហៅថាស្នេហ៍ស្នងសំណងបាទស្នេហ៍ក៏អាចដាក់មនុស្សបានឲ្យស្រឡាញ់បានស្នេហ៍ក៏អាចដាក់អំពើមនុស្សឲ្យឈួតលីលាបានហើយស្នេហ៍ស្នងសំណងបាតហ្នឹងតើគេធ្វើដើម្បីអ្វីបងប្អូនសូមបញ្ជាក់បងប្អូនថាគេធ្វើនេះគឺធ្វើតម្រូវឲ្យបងប្អូនខ្លាចជាមនុស្សឈួតវង្វេងវង្វាន់លុយកាក់បាត់បង់អស់បាទឲ្យយើងនេះមិនអាចនិយាយថាឲ្យលក់ដីលក់ផ្ទះបាទរអីព្យាបាលបាទរដល់ក្រខ្លួនរមូលហេតុឃើញបាទហើយនេះជាកត្តាហេតុដែលធ្វើឲ្យគាត់អញថាមិនដែរជួបសោះដល់ពេលគាត់ប្រទះជាមួយគ្រួសារគាត់អញ្ចឹងគាត់សង្កត់ថាគាត់បើកភ្នែកធំណាហើយនឹងថាមិនអាចគិតថាវាអាចមានស្ថានភាពបែបហ្នឹងមកធ្លាក់លើគ្រួសារគាត់ទេហើយសូមផ្ដាំទៅដល់បងប្អូននេះជាមេរៀនសម្រាប់បងប្អូនការពារជៀសវាងទៅអារឿងស្នេហ៍សងសម្រងបាតហ្នឹងវាអាចនិយាយថារោគសញ្ញាដំបូងគឺគាត់ភ្លឹកខ្យល់មកពីខាងណាគឺគាត់ស្រឡឹងទៅខាងហ្នឹងបាទហើយគាត់ធ្វើដំណើរទៅខាងហ្នឹងហើយគាត់ចាប់ដើមប្រែប្រួលណាការចងចាំគាត់គឺភ្លឹកហើយរបស់របរដែលរបស់យើងនឹងខ្លួនហ្នឹងគឺមិនស្រួលបោះចោលទៅហ្នឹងហើយអាចនិយាយថាលុយកាក់តែប្រហែលឲ្យគេទៅហើយបើយើងមិនរកគ្រូមើលទេស្នេហ៍ស្នងសម្រងបាតហ្នឹងអាចនិយាយថាធ្វើឲ្យមនុស្សឈួតបានមិនធ្វើឲ្យមនុស្សឈួតបានគឺឈួតមកបាទហើយយើងគួរជៀសវាងទៅបាទរឿងអាចនិយាយថារឿងអ្នកធ្វើអំពើដាក់គេណាឈ្លាននេះដាក់គេណាមករយៈក្រោយវាអាចនិយាយថាតបស្នងកម្មតគាត់ហ្នឹងមិនមែនភ្លាមទេបាទពេលដែលគាត់អាចនិយាយថាគាត់គ្រូគេឲ្យគាត់ឈប់នៅទីហ្នឹងបាទគាត់ចាប់ដើមទិញដីមួយកន្លែងដែលឃ្លាតឆ្ងាយពីហ្នឹងទៅឆ្ងាយមែនទែនគាត់រស់នៅយូរទៅចាប់ដើមសុខសាន្តតែអ្នកដែលធ្លាប់ធ្វើអំពើទៅដាក់គាត់ណាពេលគាត់ចេញទៅបាត់ណាមុខរបរដែលគាត់រហ្នឹងណាគឺគាត់រតវិញបាទគាត់រតវិញតែអាចនិយាយថាគាត់របានមែនតែលុយកាក់ហ្នឹងសូមបញ្ជាក់បងប្អូនថាចូលមកដោយចង់និយាយថាដោយក្តៅក្រហាយរមកអត់សងទេជ្រុះគ្នាទះតែងគ្នាបាទកន្លែងហ្នឹងគឺក្តៅក្រហាយមែនតើតែមិនយូរឆ្នាំទេបាទអំពើបាបរបស់យើងមិនបាច់ដល់ជាក្រោយទេបាទតបស្នងគាត់បាទរហូតដល់គាត់អាចនិយាយថារស់ស៊ីចឡើងគាត់លេងលបែងបាទចាញ់លបែងចាញ់អីទៅលក់ដីលក់ផ្ទះក៏គាត់ឈប់នៅទីនឹងដែរទៅបាទអញ្ចឹងមិនថាអំពើបាបមិនប្រកាសថាទៅដល់ជាតិក្រោយទេរហូតដល់បងប្រុសនេះគាត់រស់នៅឃ្លាតឆ្ងាយពីអ្នកដែលធ្លាប់ធ្វើអំពើដាក់គាត់ហ្នឹងគាត់ថាមកដល់បច្ចុប្បន្ននេះគឺគាត់រស់មានសេចក្តីសុខមែនទែនបាទគាត់អត់ដែលមានកំណត់ថាចងកម្មចងពៀចំពោះគាត់វិញទេបាទគាត់អហោសកម្មបាទពៀមិនរាប់ពៀបាទហើយនេះក៏ជាចំណុចហេតុផលមួយដែរបើយើងធ្វើអំពើដាក់គេវិញហើយកម្មហ្នឹងក៏វាអាចថាតបស្នងទៅវិញទៅមកណាវាអត់ងាយដូចកង់អទេសអញ្ចឹងអត់ងាយផុតទេវិលជុំហើយសម្រាប់សេចក្តីមកគឺខ្ញុំអាចនិយាយថាមានបញ្ហាអ្វីក៏ដោយយើងខ្មែរជាខ្មែរដូចគ្នាកុំធ្វើអំពើនឹងអីហើយក៏វាជាបាបប្រកម្មខ្លាំងណាស់ដែរបាទហើយយើងធ្វើអំពើដាក់គេនេះអីបាទហើយមានអីទេបាទចុងកម្មវិធីនេះបាទអរគុណច្រើនមានតែដៃ10ទេបាទបាយបាយបងប្អូន